ជាទូទៅបងប្អូនចង់បើកអាកៈនោះបងប្អូនចុចអានេះហើយមក Glowbox នឹងបើកមិនចឹងឥឡូវខ្ញុំបរៀនពីរបៀប shortcut មួយមិនបាច់មកចុចអីច្រើននេះយើងចុចតែអានេះមួយមកឧទាហរណ៍មើលចុចអានេះមួយឲ្យជាប់មកអូខេវាបើកដូចគ្នាអញ្ចឹងដើម្បីអាចដាក់ shortcut ឡើងនឹងបានបងប្អូនមក display មកហើយ scroll រហូតកន្លែងនេះ scroll wheel function ណាអញ្ចឹងបងប្អូនអាចសេរីមួយណាក៏បានលើបើសិនខ្ញុំដាក់កាមេរ៉ាខ្ញុំចុចវាជាប់មកវាលោតកាមេរ៉ាចឹងណាអូខេអានេះ shortcut សម្រាប់ប្រើឡើយនេះអញ្ចឹងមើលដោយសារកាមេរ៉ាយើងមានប៊ូតុងស្រាប់អញ្ចឹងខ្ញុំអត់ប្រើខ្ញុំចូលចិត្តប្រើនោះអញ្ចឹងយើងដូរវិញមកយើងយក display មកហើយយើងយកកន្លែងនឹងដែរមកនេះកន្លែងនឹងដែរមកហើយយើងយកពាក្យ Glowbox អូខេអញ្ចឹងយើងចុចវាមកចុចវាជាប់កន្លែងហ្នឹងណាអូខេវាបើកហើយអញ្ចឹងលើក្រោយយើងមិនបាច់មកចុចកន្លែងនេះហើយយើងមកចុចកន្លែងនេះទៀតមិនបាច់ទេចុចតាមប៊ូតុងនេះឲ្យជាប់មួយវាបើកហើយអូខេមានអីឆ្ងល់ទៀតអាចឆាតមកឬក៏ comment បាន